អ្នកធ្លាប់ដឹងទេថាជងដែលយើងប្រើប្រាស់សម្រាប់ចម្អិនអាហារត្រូវបានគេផលិតឡើងដោយប្រើវិធីសាស្ត្របុរាណមួយដែលមើលទៅដូចជាការបង្កើតភ្នំភ្លើងវិធីសាស្ត្រនេះនៅតែត្រូវបានអនុវត្តដោយអ្នកភូមិនៅក្នុងតំបន់ជនបទមួយចំនួននៃប្រទេសឥណ្ឌាដំណើរការនៃការផលិតឈូងចាប់ផ្ដើមដោយការប្រមូលមែកឈើអូសនិងកំទេចឈើដែលរើសបានពីជុំវិញតំបន់នោះកម្មករបានជញ្ជូនឈើទាំងនោះហើយចាប់ផ្ដើមជុងវាឲ្យឡើងទៅជារាងភ្នំភ្លើងដ៏ធំបន្ទាប់មកទៅយកសរសៃសំបកដូងដែលហើយស្ងួតមកគ្របពីលើគំនរឈើនោះសរសៃសំបកដូងនេះដើរតួជាសារធាតុបញ្ឆេះដំបូងគំនរឈើទាំងមូលត្រូវបានគ្របដោយស្រទាប់ដីឥដ្ឋនិងខ្សាច់សើមដើម្បីបិទខ្យល់មិនឲ្យអុកស៊ីសែនចូលបាននៅពេលដែលភ្នំភ្លើងឈងត្រូវបានរៀបចំរួចរាល់គេចាក់ភ្លើងដែលបានដុតកម្ដៅរួចហើយចូលទៅក្នុងរន្ធតូចមួយនៅខាងលើដើម្បីចាប់ផ្ដើមដំណើរការដុតយឺតកម្មករនឹងតាមដានគំនរឈងនោះហើយជួនកៅបន្ថែមឈើចូលទៅតាមរន្ធតូចគំនរឈងនេះនឹងត្រូវបានដុតអស់រយៈពេលប្រហែល5ទៅ10ថ្ងៃក្នុងអំឡុងពេលនេះភ្លើងនឹងធ្វើការដុតឈើពីខាងក្នុងបន្តិចម្ដងដោយគ្មានអុកស៊ីសែនគ្រប់គ្រាន់ដូច្នេះហើយឈើនឹងប្រែទៅជាឈងខ្មៅដ៏រឹងមាំនៅពេលដែលការដុតបានបញ្ចប់ហើយគំនរដីឥដ្ឋចាប់ផ្ដើមរុញនិងបាក់កម្មករក៏ចាប់ផ្ដើមកំទេចស្រទាប់ដីឥដ្ឋនិងខ្សាច់ដែលគ្របពីលើនោះចេញនៅខាងក្នុងពួកគេនឹងរកឃើញដុំឈងខ្មៅដ៏រឹងមាំដែលត្រូវបានគេយកទៅច្រកដាក់ក្នុងបាវឈងទាំងនេះមានគុណភាពខ្ពស់ត្រូវបានគេប្រើប្រាស់សម្រាប់ការចម្អិនអាហារនិងសម្រាប់លក់ដុតផ្សេងហើយថែមទាំងអាចលក់បានតម្លៃល្អនៅតាមទីផ្សារទៀតផង